នេះគឺជា server Master Club ដោយនៅក្នុង server Master Club ក៏មាននឹង game mode ថ្មីមួយដែលទើបបញ្ចូល new season នោះគឺ game mode Master SMP ហើយថ្ងៃនេះខ្ញុំនឹងមកលេង server មួយនេះក៏ប៉ុន្តែខ្ញុំនឹងដាក់ challenge ឲ្យខ្លួនឯងដោយក្នុងរយៈពេលតែមួយថ្ងៃខ្ញុំនឹងលេងតែ1ម៉ោងតែប៉ុណ្ណោះហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីបានឲ្យ team ចូលរួមវាយនេះដល់ពេលដែល server បើក event វាយនេះចង់ដឹងថា challenge មួយថ្ងៃ1ម៉ោងរបស់ខ្ញុំទៅជាយ៉ាងណាកុំភ្លេចមើលវីដេអូនេះរហូតដល់ចប់តែបើសិនបើអ្នកទាំងអស់គ្នាចង់ support និងលើកទឹកចិត្តខ្ញុំក្នុងការផលិតវីដេអូបន្តទៀតអ្នកទាំងអស់គ្នាអាច scan QR នេះបានហើយបើសិនបើអ្នកទាំងអស់គ្នាណាបាន support មកកាន់ខ្ញុំនឹងយកឈ្មោះអ្នកទាំងអស់គ្នាដាក់នៅក្នុងវីដេអូបន្ទាប់តែបើសិនបើអ្នកទាំងអស់គ្នាណាចង់នៅក្បែរខ្ញុំឬធ្វើ best ចិត្តខ្ញុំអីហ្នឹងអ្នកទាំងអស់គ្នាអាចឆាតមក Telegram ខ្ញុំបានឬក៏ TikTok មួយនេះក៏បានដែរឥឡូវនេះដូចជាមិនមានអីទេតោះយើងចូលទៅកាន់ gameplay អ្នកទាំងអស់គ្នា let's go Hello សួស្តីគ្នាយើងថ្ងៃនេះគឺយើងចាប់ធានបទទៅហើយមិនមែនលេង mobile ទេថ្ងៃនេះគឺយើងមកលេង Minecraft ហើយក៏មិនមែនមកម្នាក់ឯងដែរគឺមកពីអ្នកមិត្តភក្តិខ្ញុំបាទនេះគឺវាហ្នឹងឯងហើយចូលមកដំបូងហ្នឹងគឺវាបានអុយ item ខ្ញុំខ្លះៗចឹងណាដូចជា PX បថៅនិងក៏ខអាវ diamond អីតិចតួចហ្នឹងឯងហើយវារក villager រកអីបាន trade ឡើងចង់មិន villager ឲ្យគ្នាយើងតិចឃើញមានកៅ diamond មានអីពាក្យហ្នឹងហំហួនគិតថាកើតអ្នកមានអត់មានទេបាទកណានៅក្រនៅឡើយទេហើយចូលមកដំបូងហ្នឹងវាក៏នាំខ្ញុំទៅជីករ៉ែជីកអីចឹងណាដោយសារតែនៅខ្វះរ៉ែខ្វះអីច្រើនខ្លាំងមែនទែនហើយខ្ញុំនឹងមិត្តភក្តិខ្ញុំហ្នឹងក៏បានដើររកខេវប៉ុន្តែរត់ឃើញមានក៏ស្រេចចិត្តជីកចុះមកក្រោមចឹងណាដោយកំពុងតែជីកចុះទៅក្រោមហ្នឹងគ្នាយើងហើយក៏បានជួបជាមួយនឹង iron ប្រមាណគ្រាប់ហើយក៏ឆ្លៀតជីកយកទៅហើយកន្លែងនេះខ្ញុំកំពុងតែដោះ resource pack ហើយមិត្តភក្តិខ្ញុំវាស្រែកថាได้มากเนี่ยเอากี่เพิ่มปลูกปลาไดมอนด์นะลูกฮะเอ้ยจงมาเนี่ยเอากี่เพิ่มปลูกปลาไดมอนด์นะអូគៀងអីឡើយมันเชิญนะแต่มันเชิญนะยี่นี่มันเชิญนะไปบนเชิญบ้างดิไอ้กันนมตอยเอาคนหุบเลยไอ้เพิ่งกี่ตุ๊กกี่เพิ่มตุ๊กไม้ที่แปะไอ้กลเหรอไอ้กลไม้ก้นไหนก้นไหนไอ้ซ่อมแบกไดมอนด์ม้วนมาไกลนี่ผมมวยเครือบานปีเครือบហើយកន្លែងហ្នឹងពួកខ្ញុំពិតជា respect ទៅកាន់ creeper នឹងខ្លាំងទៀតបាទសង្កត់សម្លាប់ខ្លួនដើម្បីឲ្យខ្ញុំឃើញ diamond អញ្ចឹងណាប៉ុន្តែបាន diamond ប៉ុណ្ណឹងគឺវាមិនគ្រប់គ្រាន់ទេពួកខ្ញុំក៏បន្តដើរម៉ាញទៀតអញ្ចឹងណាហើយដើរស្រុកសុននេះក៏ជួបអាប្រាដឺប្រហែលនេះហើយក៏ចង់ខ្លាចវាដែរគ្នាយើងដោយសារតែខានលេងយូរថាវាយមិនចង់ឈ្នះពួកវាទេហើយបន្ទាប់យើងតែប្រហែលដៃទេនេះមើលកន្លែងនេះបន្ទាប់ខ្ញុំតែប្រហែលដៃប៊ីងាប់របស់វាដែរគ្នាយើងតែមិនជាថ្មីណាគ្នាយើងខ្ញុំសេរីចាស់ដែរពអ្នកគ្នាខ្ញុំដាក់ពោកបាក់ក៏វាខ្ទេចហើយខ្ញុំនេះដើរតិចទៀតមកក៏បានជួបនឹង goal ហើយក៏ម៉ាញយក goal ហ្នឹងអញ្ចឹងណា goal ហ្នឹងក៏វាសំខាន់ដែរគ្នាយើងព្រោះឲ្យយើងទុកវាក្រាស់ទៅជា golden apple ដើម្បីស៊ីពេលយើង PVP អីជាមួយគេអញ្ចឹងណាបន្ទាប់ពីដើររកក្នុងខេវមកទទួលនឹងខេវអស់កន្លែងត្រូវទៅហើយក៏ជីកចុះមកក្រោមហ្នឹងគ្នាយើងជីកហ្នឹងក៏បានជួប diamond នៅខាងក្រោមនឹងទៀតហើយខ្ញុំនេះបើឃើញ diamond ហើយក៏ខ្ញុំមិនទុកចោលដែរគ្នាយើងណាឃើញ diamond ហើយមិនជីកទៀតឈួតសតហើយខ្ញុំនេះក៏ម៉ាញយក diamond ហ្នឹងទៅហើយខ្ញុំក៏យក diamond ដែលខ្ញុំរកបានហ្នឹងក្រាស់ទៅជាអាវ diamond មួយហើយនឹងមួក diamond មួយទៀតផងដែរអូខេយកបានមកសិតហើយ yes ហើយឥឡូវនេះខ្ញុំបានអាមម៉ាស៊ីតជាមួយនឹង tool ម៉ាស៊ីតហើយប៉ុណ្ណឹងមកល្មមរស់ឲ្យគ្នាយើងទោះបីខ្ញុំបានរបស់ប្រើប្រាស់ពេញពី diamond ម៉ាស៊ីតហើយក៏ខ្ញុំមិនទាន់នឹងឡើងទៅលើដែរគ្នាយើងគឺខ្ញុំនៅតែបន្តដើរម៉ាញតទៀតចឹងឯងឥឡូវនេះដូចជាខ្ញុំមិនដឹងថាគួរនិយាយអីទៀតទេទៅមើលការម៉ាញរបស់ខ្ញុំតោះគ្នា let's go តើណាងប់แต่ไอ้ที่คอดเลยគឺមិនអើយកាត់ diamond ចង់10ដងបែចាโดยไม้แรงธรรมดาเนี่ยช่วยไอ้เกี้ยไดมอนด์ ទៀតไดมอนด์ទៀតเหรอใช่อยู่ไอ้จ้าอ๋อไอ้เกี้ยแต่เวอร์กันเล็กเลยmình lấy ra mình đạo rồi nha thì mà cha tơ đạo cha tơ bông cùi mơ đạo em cái cro về phải mi phong diamond phong redstone phong ta định cái lịch được cái lịch này chung này chụp nhiều chung diamond này bây giờ đã đóng một lịch cây xuống vì cái lịch trên này mình này là chuột cái lịch tinh diamond là đông thoi tế khác của cái lịchកន្លែងមិញហ្នឹងមិនដឹងថាសមាងរបស់ពួកខ្ញុំឬក៏ server កលិចទេប៉ុន្តែមិនជាថ្មីទេតោះយើងតម៉ាញបន្តទៀតខ្ញុំនឹងមិត្តភក្តិខ្ញុំមើលម៉ាញ diamond បានមក play ទៀតមើលទៅវាដូចជាមិនបាត់អីក៏នឹងហ៊ានឡើងមកផ្ទះវិញចឹងណាហើយក៏រៀបចំ inventory យក item ដែលរកបានហ្នឹងទៅដាក់ក្នុង hub ទុកចឹងទៅបន្ទាប់ពីរៀបចំ item ហើយខ្ញុំនឹងមិត្តភក្តិខ្ញុំហ្នឹងក៏បបួលគ្នាទៅ nether ចឹងណាគ្នាយើងដើម្បីទៅរក nether wart ឬក៏ blaze rod អីជាដើមប៉ុន្តែដល់ពេលតែចូលទៅមានរឿងមួយកើតឡើងគ្នាយើងចាំមើល
វាក្នុង bedrock របស់យូរ ពិតជាតប៉ែមែនទែនគ្នាយើងសង់ពូថលទៅនៅលើ bedrock ឯណាហើយខ្ញុំនឹងមិត្តភក្តិខ្ញុំនឹងបានរកទីតាំងផ្សេងដើម្បីសង់ពូថលចឹងណាហើយឥឡូវនេះពួកខ្ញុំបានមកដល់ net 2ហើយក៏ប៉ុន្តែក៏វាមិនសូវជាសំណាងដែរព្រោះយើង spawn មកតំបន់ពួក piglin ចឹងណាតែក៏មិនជាបញ្ហាអីធំដុំដែរខ្ញុំនឹងមិត្តភក្តិខ្ញុំនឹងក៏បន្តដំណើរដើម្បីទៅរក fortress ចឹងទៅធ្វើដំណើរតាមផ្លូវហ្នឹងយើងក៏ជួបពួក piglin នេះគឺថាវាមកវាយយើងដោយសារតែយើងអត់មានរបស់មាសពាក្យទេគ្នាយើងបើជ្រុលជាពួកវាមកឲ្យខ្ញុំក៏បញ្ជូនវាទៅលេងស្រុកដើមចឹងទៅនិយាយវាថាដើរមកតាមផ្លូវពួក piglin ហ្នឹងនិយាយវាថាវាក្លុកណាស់គ្នាយើងមកមួយអស់មួយមកមួយតែមិនជាថ្មីណាគ្នាយើងអាមកយើងធ្វើពីដៃមិនមកសេតហើយនៅដៃដាវដៃមិនយើងសាប់នេះវីទៀតកាប់មកដាវពីរដងងាប់ខ្ទេចខ្ញុំដើរប្រហែល 4-5 នាទីទៀតក៏បានមកជួប fortress មួយប៉ុន្តែ fortress ហ្នឹងគឺថាមានគេចូលមុនហើយប៉ុន្តែពួកខ្ញុំនៅតែចូលចឹងព្រោះអីក្លែងលោមាន item មកសល់ខ្លះៗចឹងណាហើយខ្ញុំអត់ចាប់អារម្មណ៍នឹងអា video skeleton ដែលខ្ញុំវាយងាប់មិញទេគ្នាយើងស្រាប់តែមិត្តភក្តិខ្ញុំហ្នឹងវាដើរទៅដល់វាថា skeleton ហ្នឹងទៅរាប់ក្បាលនិយាយវាថាហេងដល់កពេលចឹងទៅលេងនេះខ្ញុំធ្វើអ្នកខ្លាំងរត់ទៅវាយប៉ូលីសប៉ុន្តែស្រាប់តែមានរឿងមួយកើតឡើង ងើបដល់អាងើបយូរតែងើបហើយធ្លាក់កពស់ណាកពស់ កន្លែងនឹងសញ្ញាសួរលោតមកពេញខួរក្បាលខ្ញុំតែម្ដងធ្លាក់ឡើងកពស់ណាកពស់ណៃគ្នាយើងអត់ងាប់ហើយខ្ញុំនឹងមិត្តភក្តិខ្ញុំបានដើរមកជួប spawner ប៉ូលីសមួយហើយក៏នាំគ្នា farm នៅប៉ូលីសនៅកន្លែងនឹងទៅតួពីពួកខ្ញុំ farm ប៉ូលីសឡើងយូរហ្នឹងគឺខ្ញុំទទួលបាន14ប៉ូលីសស្រត់ហើយក៏មកទៀតវិញហើយវីដេអូនៅក្នុងអេពីសូតមួយហ្នឹងគឺវាចប់ប៉ុណ្្នឹងឯងអ្នកនរគ្នាហើយបេសកកម្មមួយម៉ោងនៅក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំរក item បានគឺប៉ុណ្្នឹងឯងហើយយើងចាំជួបគ្នានៅអេពីសូតក្រោយបាយបាយ